បាទពុកម៉ែបងប្អូនថ្ងៃអាទិត្យទី2ខែ11ឆ្នាំ2025បាទខ្ញុំបាទពំនាំនៅធិរៈដីកាដ៏គួរជាទីជ្រះថ្លាចែកជូនបាទពុកម៉ែបងប្អូនលោកពុកអ្នកម្ដាយទាំងក្នុងនិងក្រៅប្រទេសបាទបានស្ដាប់ជាពិសេសនោះគឺប្រវត្តិមានដ៏ខ្ពង់ខ្ពស់បាទព្រះអង្គធម្មវិនយវិស័យចន្ទមនីបាទព្រះអង្គបានមានធិរៈដីកាប្រាប់ដល់មហាពុទ្ធបរិស័ទពុកម៉ែបងប្អូនហើយតកតងនឹងការរស់នៅរបស់ព្រះអង្គជាពិសេសអ្វីដែលពុកម៉ែបងប្អូនធ្វើដូចជាយើងសាំងបាទចង់ភ្ជាប់ទៀនបាទជាមួយនឹងព្រះអង្គធ្វើអ្វីក៏ដោយឲ្យតែព្រះអង្គប៉ះឲ្យតែព្រះអង្គទទួលគឺគាត់ចង់ធ្វើជាមួយនឹងព្រះអង្គខ្លាំងណាស់ចឹងហើយព្រះអង្គបានបាទប្រាប់ច្បាស់តាក់ទងនឹងការវេប្រគេនមិនថាអ្វីក៏ដោយពុកម៉ែបងប្អូនយើងឲ្យតែចិត្តយើងជ្រះថ្លាយើងវេប្រគេនតាណាក៏បានបុណ្យដូចគ្នាបាទពុកម៉ែបងប្អូនគឺមិនខុសគ្នានោះទេបាទប៉ុន្តែអ្វីដែលខ្ញុំបាទនេះចាប់អារម្មណ៍ខ្លាំងមែនទែនដោយសារអ្វីពុកម៉ែបងប្អូនដឹងទេថាធិរៈដីការបស់ព្រះអង្គបានប្រាប់ហើយថាយើងធ្វើបុណ្យវេប្រគេនជូនព្រះសង្ឃអង្គណាបានបុណ្យដូចគ្នាឲ្យតែយើងជ្រះថ្លាឲ្យតែយើងស្មោះត្រង់ប៉ុន្តែហេតុមួយដែលស្រឡាញ់ពុកម៉ែបងប្អូននេះគឺទឹកចិត្តពុកម៉ែបងប្អូនទៅចោះបាទតែខ្ញុំបានសូមលើកយកមកជំនួសហេតុតែស្រឡាញ់ណាពុកម៉ែបងប្អូនហេតុតែស្រឡាញ់នេះគឺចិត្តពុកម៉ែបងប្អូនមិនខុសពីរូបខ្ញុំផងទេគឺធ្វើយ៉ាងណាក៏ដោយឲ្យតែបានដល់ព្រះអង្គបានឃើញទោះបីជាព្រះអង្គមិនទទួលដោយបាទដោយខ្លួនឯងឲ្យតែព្រះអង្គបានឃើញក៏សប្បាយចិត្តដែរបាទពុកម៉ែបងប្អូនជាពិសេសសូម្បីយើងមានរបស់មួយទៅបាទប្រគេនរបស់ព្រះអង្គចឹងទៅពុកម៉ែបងប្អូនយើងមានរបស់មួយទៅប្រគេនព្រះអង្គចឹងទៅទោះបីជាព្រះអង្គបានទទួលផ្ទាល់ក៏ប៉ុន្តែបានឃើញនៅប្រភពរបស់ព្រះអង្គញញឹមដាក់ក៏ជ្រះថ្លាដែរបាទទឹកចិត្តពុកម៉ែបងប្អូនគឺបែបហ្នឹងបាទបែបហ្នឹងគឺក៏ស្រឡាញ់ខ្លាំងបាទស្រឡាញ់ព្រះអង្គនៅធិរៈដីកាជាពិសេសនៅអាវាតបាទល្អបាទចឹងហើយបានជាប្រវត្តិមានរបស់ព្រះអង្គនិមន្តដល់ទីណាទីនោះតែងតែមានមហាពុទ្ធបរិស័ទពុកម៉ែបងប្អូនយើងបាទច្រើនកកបានបាទតាមហែហោមនឹងចូលរួមគ្រប់កម្មវិធីអញ្ចឹងពុកម៉ែបងប្អូនយើងនៅខ្វះតែប៉ុន្មានថ្ងៃទៀតទេគឺយើងដល់ពិធីបុណ្យអកអំបុកសំពះព្រះខែនិងបដិបត្តិណាពុកម៉ែបងប្អូនយើងបាទអញ្ចឹងហើយគឺពិធីបុណ្យកឋិនទាននេះបាទនៅតែជាមានបន្តតាមវត្តអារាមផ្សេងអញ្ចឹងទៅរហូតដល់ថ្ងៃអកអំបុកតែម្ដងពុកម៉ែបងប្អូនបាទថ្ងៃអាទិត្យទី2ខែ11ឆ្នាំ2025បាទពុកម៉ែបងប្អូនយើងតាមបណ្ដាវត្តផ្សេងកំពុងតែប្រារព្ធពិធីបុណ្យកឋិនទានបាទសាមគ្គីតាមបណ្ដាវត្តតាមបាទទីកន្លែងផ្សេងជាពិសេសបាទថ្ងៃអាទិត្យនេះថ្ងៃដ៏មានបាទបុណ្យបារមីថ្ងៃដ៏មានបាទលៀបមានជ័យបាទខ្ញុំបាទក៏សូមប្រសិទ្ធពរជ័យសិរីមង្គលជូនដល់ពុកម៉ែបងប្អូនយើងដែលធ្វើដំណើរបាទលោកពុកអ្នកម្ដាយទាំងអស់ទាំងក្នុងនិងក្រៅប្រទេសធ្វើដំណើរចូលរួមពិធីបុណ្យកឋិនទានតាមទីវត្តអារាមផ្សេងបាទទីចិត្តទីឆ្ងាយសូមប្រកបទៅដោយសុខសុវត្ថិភាពទាំងផ្លូវទៅផ្លូវមកផងដែរបាទជូនពរពុកម៉ែបងប្អូននៃឱកាសពិធីបុណ្យកឋិនទានបាទសូមពុកម៉ែបងប្អូនយើងបាទជួបតែបាទសេចក្តីល្អរឿងល្អជាពិសេសពុកម៉ែបងប្អូនយើងនឹងទទួលបាននៅអានិសង្សបាទ5ប្រការនៃបុណ្យកឋិនទានផងដែរពុកម៉ែបងប្អូនយើងបាទអញ្ចឹងគឺលំលងតែប្រហែលថ្ងៃទៀតគឺដល់ថ្ងៃបាទបុណ្យអកអំបុកសំពះព្រះខែទៀតហើយអញ្ចឹងគឺពុកម៉ែបងប្អូនយើងបាទពិធីបុណ្យប្រពៃណីខ្មែរយើងចាប់ពី1ចូល1ចប់ពី1ចូល1បាទពុកម៉ែបងប្អូនយើងបាទជាពិសេសទស្សនវិជ្ជានៅវត្តសុទ្ធកាលពីបុណ្យកឋិនទានលោកពុកអ្នកម្ដាយនៅខាងក្រោយខ្ញុំបាទនេះកន្លែងដែលព្រះអង្គធំពុកម៉ែបងប្អូនបានឃើញរូបភាពទស្សនវិជ្ជាគឺមហាពុទ្ធបរិស័ទច្រើនរាប់ម៉ឺននាក់ណែតាំងតាប់ដោយសារគោរពស្រឡាញ់ចង់ឃើញចង់ជួបជាពិសេសចង់បានចូលរួមបាទពួកគាត់បានចូលរួមកម្មវិធីបុណ្យកឋិនទានជាមួយព្រះអង្គនេះទស្សនវិជ្ជាទាំងនេះពុកម៉ែបងប្អូនយើងគាត់មិនទាន់ទទួលដំណឹងគ្រប់ 100% ទេបងប្អូនខ្លះគាត់ដឹងចឹងទៅគាត់បានចូលរួមបងប្អូនខ្លះណាគាត់មិនដឹងចឹងទៅគាត់មិនបានចូលរួមបើសិនជាគាត់បានដឹងឬក៏ទទួលនៅព័ត៌មានច្បាស់វិញណាពុកម៉ែបងប្អូនយើងមានកន្លែងដាក់ទេច្រើនខ្លាំងណាស់គាត់ទៅសុទ្ធកាលពីថ្ងៃទី29 30បាទកន្លងទៅនេះ